មកប្រាប់បងបងពីរបៀបងាយស្រួលបំផុតនៅក្នុងការធ្វើ scrunchie បងបងដែលគាត់ចង់ចេះធ្វើ scrunchie អាចមើលវីដេអូនេះបានមុនដំបូងគឺបងបងត្រូវមានកណាត់សិនសម្រាប់កណាត់គឺខ្ញុំរើសយកពណ៌ហ្នឹងហើយបន្ទាប់មកទៀតគឺខ្ញុំយកវាមកកាត់ចំពោះទំហំគឺបងបងអាចកាត់ធ្វើតាមទំហំណាដែលបងចង់បានពេលដែលខ្ញុំកាត់ហើយគឺខ្ញុំយកកណាត់ហ្នឹងយកមកដេរហើយខ្ញុំក៏អត់ភ្លេចជាមួយនឹង logo ពីខាងខ្ញុំដែរគឺ logo B ហ្នឹងឯងចំពោះការដេរគឺបងបងអាចដេរជាមួយនឹងម៉ាស៊ីនណាដើម្បីឲ្យវាជាប់បានល្អហើយកន្លែងនេះគឺសំខាន់ខ្លាំងមែនតើគឺបងបងបត់កដាលចូលគ្នាជាពីរហើយអាខាងគៀនគឺបត់ហើយយើងយកមកវាមកដេរចូលគ្នាតែម្ដងសម្រាប់វិធីនេះហើយនៅពេលដែលដេរហើយគឺយើងងាយស្រួលនៅក្នុងការដេរក៏ដូចជាងាយស្រួលនៅក្នុងការដាក់កស៊ូដែរបន្ទាប់ពីដេរហើយគឺវាចេញបែបហ្នឹងហើយយើងទាញកណាត់ហ្នឹងមកគឺវាមកខាងត្រូវស្អាតតែម្ដងចំពោះកស៊ូគឺខ្ញុំរើសយកជាប្រភេទកស៊ូសប៉ែតបែបហ្នឹងហើយខ្ញុំយកមកចូលខ្ទាស់យកមកដាក់មកចូលខ្ទាស់គឺងាយស្រួលបងបងយកធំអញ្ចឹងមកគឺងាយស្រួលក្នុងការដាក់បើកស៊ូវិញគឺខ្ញុំអត់ដេរទេគឺខ្ញុំចងវាជា3តង់បែបហ្នឹងបើដេរគឺអត់ជាប់ទេណាខ្ញុំសុំបញ្ជាក់ហ្នឹងគឺបងបងចងដូចខ្ញុំអញ្ចឹងគឺជាប់ដាក់កស៊ូអីហើយអស់ហើយអានេះគឺជាវគ្គដែលសំខាន់បំផុតហើយក៏ជាវគ្គចុងក្រោយនៅក្នុងការធ្វើ scrunchie ដែរគឺការដេរបិទមុខសម្រាប់ការដេរបិទមុខនេះគឺប្រយ័ត្នខ្លាំងមែនទែនហើយចំពោះអំបោះគឺខ្ញុំយកអំបោះឲ្យពោមកដូចជាមួយនឹង scrunchie អញ្ចឹងដេរបិទមុខហើយគឺបងបងកុំភ្លេចកាត់អំបោះណាហើយនេះគឺជា result ដែលខ្ញុំធ្វើហើយសម្រាប់ scrunchie នៅដៃខ្ញុំនេះគឺជា scrunchie សាច់ធំណាហើយចំពោះកណាត់គឺខ្ញុំយកជាប្រភេទកណាត់អាឡុងបែបហ្នឹង